ហើយប្រាសាទនឹងយើងមើលទៅដូចជាថ្មីយ៉ាងប៉ុន្តែប្រាសាទនឹងមិនមែនថ្មីទេប្រាសាទនឹងគឺតាំងពីសម័យបុរាណណាហើយនៅតំបន់នេះគឺយើងនៅក្នុងរជ្ជកាលរបស់ព្រះបាទឥសានវរ្ម័នទី1នៅក្នុងប្រាសាទអាស្រមមហានិស័យដោយសារប្រាសាទនឹងយើងមើលទៅព្រមអ្នកតាកន្លែងគាត់មកធ្វើជាមានហើយថាប្រាសាទអាស្រមមហានិស័យទៅបាទពីព្រោះប្រាសាទសមុទ្រព្រៃគុកក៏អត់មានឯកសារមួយសាលាក្រឹតបានបញ្ជាក់ថាប្រាសាទមួយមានឈ្មោះដើមហើយពិតប្រាកដដែរយើងគិតតែដាក់ឈ្មោះនៅក្រោមទេនៅក្នុងអំឡុង94ទេដែលយើងចាប់បានទស្សនាអបរិយបាទហើយបានយើងហៅថាប្រាសាទដើមច័ន្ទដោយសារតែមានដើមច័ន្ទនេះបងនៅក្បែរជ្រុងប្រាសាទនៅជ្រុងខាងកើតនឹងបាទប្រាសាទដើមច័ន្ទនឹងតែម្ដងទៅបាទដោយយកពោលបានជំនួសខាងដើមចឹងប្រាសាទសមុទ្រព្រៃគុកអត់មានឯកសារឬសាលាក្រឹតណាបានជាក់ស្ដែងទេបាទទីរស់នៅក្នុងតំបន់នេះគឺមានប្រភេទភូមិបាទតែគាត់មានតាមបច្ចាឡាសំខាន់នៅឆ្នាំ2017កុំបីកក្កដាបាទនៅក្នុងការគ្រប់គ្រងរបស់មន្ទីរវប្បធម៌ប្រជាសិល្បៈខេត្តកំពង់ធំទេប៉ុន្តែឥឡូវគឺនៅក្នុងការគ្រប់គ្រងរបស់អាជ្ញាធរជាតិសមុទ្រព្រៃគុកប៉ុន្តែពួកខ្ញុំតាមជាឲ្យច្រើនដែរបាទគឺយើងអត់ដាក់កំណត់ទេបាទគឺធំបាត់ហើយពីព្រោះប្រសាទនេះយើងបានធ្វើកំណែនៅឆ្នាំ2004បាទ2005នឹងបាទសម្រាប់ធ្វើកំណែពីព្រោះប្រសាទនេះគឺឆ្នាំគឺវាបានបាក់បែកកសាកតា3ធំកតាទី1គឺកតាធម្មជាតិកតាទី2គឺកតាសង្គ្រាមនិងកតាទី3គឺកតាមនុស្សបំផ្លាញបាទកតាមនុស្សបំផ្លាញនៅក្នុងឆ្នាំ79ចប់សម័យសង្គ្រាមគឺខ្មែរនៅក្នុងជីវកាយកោះរវត្តទីឡាយជាមានសិលធម៌អតិថិសម្រាប់នេះនេះអត់បានពីព្រោះភាសាមួយនេះគេធ្វើរូបគេសាងសង់រូបធ្វើពិធីចុះគឺស្មាដូចគាត់អារម្មណ៍យើងអញ្ចឹងបាទពេលមកធ្វើមកកោះយកអញ្ចឹងអត់មាននិយាយរួមមករបស់នេះចំណាយពេលសាងសង់បង115ឆ្នាំនៅតំបន់ហ្នឹងបាទហើយរូបនេះគឺជារូបប្រពន្ធរបស់ព្រះសិវៈប៉ុន្តែនេះគឺចម្លងទីរបស់ពុទ្ធយើងបានយកទៅរក្សាទុកនៅស្លាកមន្ទីរភ្នំពេញហើយនៅខាងនោះគឺប្តីប្រព័ន្ធបាទនេះប្រព័ន្ធនោះគឺប្តីប្រព័ន្ធបាទលោកទីសាបាទឥឡូវអាញាធិបតេយ្យកំពុងតែរៀបចំគិតជួយឡើងវិញមកក្រុមគឺមានប្រាសាទមេមួយដែលធំជាងគេគឺយកថាប្រាសាទមេតូលបាទគឺចំណុចកណ្ដាលមួយប៉ុន្តែប្រាសាទនេះវាត្រូវបានបាក់បែកនៅអំឡុង7172តាមវិទ្យាបាទធ្វើឲ្យវាបាក់អស់ពាក់កណ្ដាលប៉ុន្តែនៅក្នុងឆ្នាំ2001 2002នេះយើងចាប់ដើមធ្វើកំណែទីជួយឡើងវិញដែលសហគមន៍បងប្អូននឹងបានសហការជាមួយខាងជប៉ុនតាំងពីឆ្នាំ1989នោះបាទមុនដៃបាទឲ្យថាពុកអីដូចអត់ទេយើងមកវាអត់ពុកខ້ອຍដែរហើយភាសាតែអូកលៈហើយនេះគឺជើងតម្រូតបាទប៉ុន្តែនៅខាងក្នុងគឺប្រាសាទនេះគឺដាក់តម្កល់រូបអវតារទី10របស់ព្រះវិស្ណុបាទប៉ុន្តែអញ្ចឹងមានន័យថាប្រហែលជានេះជើងតម្រូតតម្កល់វិញ្ញាណរបស់ព្រះវិស្ណុគឺសត្វគ្រុឌបាទយើងមិនដឹងថាបាត់បង់ពីសម័យកាលណាដែរបាទហើយនេះគឺប្រាសាទបិជ្រុងដែលសាងសង់ពីសម័យកាលនឹងគឺក្រោយពីទេពព្រះវិស្ណុបាទដោយសារតែកត្តាធម្មជាតិ
កាន់ជាប់ដើមនោះបាទនោះទឹកទឹក ក្រុមខាងត្បូងយើងហៅថាក្រុមប្រសាទនិពន្ធហើយនៅក្រុម3និងក្រុមតៅនេះបានយើងដាក់ពីកន្លងទៅបាលីបាទហើយគឺបូងដៅ នេះគឺខាងត្បូងខាងជើងគឺមានប្រាសាទ3ក្នុងមានចំនួន5ដែលឧទ្ទិសដល់ទេពព្រះវិស្ណុ4ជួរគឺព្រះសិវៈបាទនេះគឺជាវិញ្ញាណរបស់ព្រះសិវៈគឺព្រះពុទ្ធមកទីបាទហើយនេះគឺមានស្លាចរិតបាទប៉ុន្តែវាបានរូបអស់ហើយស្លាចរិតនឹងបាទស្លាចរិតនឹងបាននិយាយពីសរសើរព្រះបាទអេសានវរ្ម័នបាទយើងធម្មតាមើលអត់ដាច់ទេបាទពីគ្រូយើងទទួលអត្តពលសាសនាពីអសរគឺមកពីឥណ្ឌាបាទប៉ុន្តែអសរគឺដើមកំណើតគឺចេញមកពីប្រទេសស្រីលង្កាស្ដីលេខបាទប្រទេសស្រីលង្កាដែលចេញពីភាសាថាយ៉ាងភាសាតាមិលបាទពីតាមិលមកថាសាសហើយនៅពេលខាងលើនេះមានរូបគូរូបនេះគឺជាសិល្បៈនៅឥណ្ឌាមកជាគូរូមានតែជាគ្រូអាចារ្យបាទគ្រូបាទនៅខេត្តសៀមរាបក៏មានប្រាសាទនិពន្ធដែរបាទតែនៅសម្បូរពីក៏មានប្រាសាទនិពន្ធមួយដែរបងបងមូលនេះគឺពីសម័យកាលមុនគឺនៅចំមុខប្រាសាទនឹងតែម្ដងប៉ុន្តែនៅឆ្នាំ1927ជនជាតិបារាំងបានធ្វើកំណែនេះគាត់បានយកចេញទៅខាងពេលដល់គាត់លុបគាត់បានយកទីមកវិញបាទពីព្រោះប្រាសាទសម្បូរព្រៃគុកក៏រកប្រាសាទឃើញមួយគេនៅក្នុងសម័យអាណានិគមបារាំងដែរនៅឆ្នាំ1894បាទគេបានអញ្ជើញចូលខាងក្នុង
វាស្លែคุณเก่ามาเยอะบ้างคือตักไปเนี่ยทำหนักหนังคือมีจะเต้าบ้าง Đang từ đây cái này rồi vợ xin mình lắng Had a sound. Hai cái sắt nó thì tay tao vừa mới tới đi cái bọc mây chừng nếu mình bọc mây chi mình luôn sạch quá thì cũng buồn mình luôn đi ra bọc bàn cây bọc bàn tí để cho bạn bom chưa đang vùng hai cái tao nó thì mà cha muốn những bạn chỉ muốn tôi lời trường thang trứng hay là lời cái thằng ngày càng phú bàn tay này cũng nằm bọc quan cũng buồn rồi tay thì cũng buồn không có bàn lại chặt chào bát buồn phù cái nó buồn dường các bạn việc chơi chặt đi không kì còn trái bát bàn tay chừng từ bộ phí nó việc chặn là ở cài pram thì có bạnนี่ถึงบอกปีนี้โตแรกเอาเลยใบโป้เอาสองตังchút trên tay lại tao đến thay chị ai kê prong lúa chứ cái cặp nhẹ bao bịt thằng lờiแต่ไปเราไม่ยืมอาชีพแต่โยธมยุทธทุกจันทร์ไปไปเรา
តែក៏ពេលអញ្ចឹងនៅក្នុងឆ្នាំ2020អាញាធរនឹងធ្វើកំណែទៅបានប្រទេសឃើញរយៈតោននៅដេកនៅពេលដល់នេះគេយើងលើក2020ទៅนี่ปราสาทเต่าតែស្រះហ្នឹងមិនដែលមានទឹកដាក់ទេតាំងពីអាញាធរធ្វើកំណែមកទៅបកបើអ្នកណាហូបត្រីជួយស្លាក់ដែលស្រកជើងគឺវាជាជាតិប្រេងតែអ្នកណាសុខភាពហូបអត់ត្រូវវាទីមួយពណ៌សុខភាពដែរវាក្អកអួតបាទតែខ្ញុំហូបអត់ត្រូវដែរគ្រប់សម្បត្តិក្អក